រមងទី3របស់យើងកន្លែងហ្នឹងគឺគេមានចំនួន complex set អងរបស់យើងស្មើជាមួយនឹង e កតាជាមួយនឹងប្រមាណអូនកតាជាមួយនឹង3បូកជាមួយនឹង 2e កតាជាមួយនឹង2បូក e លើជាការការ៉េអូខេនៅក្នុងអក្សរករបស់យើងកន្លែងហ្នឹងគេថាឲ្យយើងសរសេរ set អងបើជាទម្រង់ពេជ្រកណិតរួចរក set អងបាដែលជា complex ឆ្លាស់នៃ set អងចឹងឲ្យដឹងលឺកន្លែងហ្នឹងយើងមកដោះស្រាយទាំងអស់គ្នាចឹងដល់មកស្រាយអូនទាំងអស់គ្នាមើលមែនតើអក្សរកចឹងសរសេរគេអូនសរសេរស្អីសរសេរ set អងជាទម្រង់ពេជ្រកណិតជាទម្រង់ពេជ្រកណិតអូខេចឹងយើងមួយសិនមកចឹងតាក់ទងជាមួយនឹងកន្លែងហ្នឹងបងឯងមាន set អងហ្នឹងស្គាល់ទេស្គាល់ចឹង set អងរបស់យើងស្មើស្អីគេកន្លែងហ្នឹង set អងរបស់យើងកន្លែងហ្នឹងមែនតើគឺគេឲ្យមកស្រាប់ណាបាទស្មើអីគេស្មើជាមួយនឹង e កតាជាមួយនឹងបាទ3បូកជាមួយនឹង 2e កតាជាមួយនឹងប្រមាណអូន2បូកជាមួយនឹង e លើជាការ៉េអូនឯងមិនទៅចំបាច់អីអញញ៉ៃគិតវែងឆ្ងាយច្រើនណាអូនឯងគ្រាន់តែដឹងថានៅក្នុង complex កាលណាតែវាមានទម្រង់ពេជ្រកណិតអូនណាវាស្មើអីគេវាស្មើជាមួយនឹង a បូកជាមួយនឹង b e ដែល a ជាផ្នែកពិតហើយ b ជាផ្នែកនិមិត្តដែលវានៅជប់ e ហ្នឹងអមែនតើកន្លែងហ្នឹងណាហ្នឹងហើយយល់ទាំងអស់គ្នាយ៉ាងណាយ៉ាងណីមានបញ្ហាសួរក្នុង comment អូនទាំងអស់គ្នាមើលយើងទៅរឿងយើងបន្តទៀតគឺយើងពលាតណាយើងពលាតដើម្បីបានទម្រង់នេះយើងពលាតដើម្បីបានទម្រង់នេះទម្រង់ណានេះទម្រង់នេះឥឡូវអូនទៅសេបានអីគេពលាតមួយបានអានេះគុណទៅបានអីគេបាន 3e បាទគុណ e បញ្ចូលអាខាងហ្នឹងសិនមកនេះបានអីគេបាន 3e បូកជាមួយនឹងប្រមាណបូកជាមួយនឹង 2e ការ៉េដោយសារ e ការ៉េយើងវាដក1អញ្ចឹងវាដកជាមួយនឹង2កតាជាមួយនឹងប៉ុណ្ណេះអូនពលាតអានឹងបានប្រមាណអូនបានប្រមាណកន្លែងហ្នឹងបាន2ការ៉េបូកជាមួយនឹង2គុណជាមួយនឹង2ហើយគុណជាមួយនឹង e ហើយបូកជាមួយនឹង e ការ៉េបាទរឿងបន្ទាប់មកទៀតកន្លែងហ្នឹងគឺវាស្មើស្អីគេកន្លែងហ្នឹងគឺវាស្មើជាមួយនឹងបាទ 3e ដក2ដដែលហើយកតាជាមួយនឹងស្អីគេអូនបងប្អូនកន្លែងហ្នឹងអាហ្នឹងវាបាន4អាហ្នឹងវាបានបូក 4e ណាបូក 4e ហើយកន្លែងហ្នឹងគឺបានដក1ដោយសារ e ការ៉េរបស់យើងគឺដក1ណា e ការ៉េរបស់យើងគឺដក1ណាមើលបងប្អូនគ្នាមែនតើកន្លែងហ្នឹងអត់មានអីញ៉ៃទេណាហ្នឹងហើយ e ការ៉េរបស់យើងគឺដក1យើងទៅរឿងយើងបន្ទាប់ទៀតកន្លែងហ្នឹងគឺបងឯងគុណពលាតមកស៊ីសងនេះបានអីគេបាន3ដកជាមួយនឹង2 3e ឡើងណាអូខេ4ដក1សល់3អូនណា3ដកបូកជាមួយនឹង 4e អូខេ3បូកជាមួយនឹង 4e ហើយបន្ទាប់មកទៀតកន្លែងហ្នឹងយើងអាចគុណពលាតបានទេអូនពលាតបាននេះគេបានគេអូន 3e អូនណាគុណចែនេះអូនឯងគុណមកយកអានេះគុណអានេះអូខេគុណអានេះហើយអានេះគុណអានេះហើយគុណអានេះហើយស៊ីសងប្រហែលមកស៊ីសង 3e គុណជាមួយនឹង3បាន 9e អូនណាបាន 9e 3e គុណជាមួយនឹង 4e គឺបាន 12e ណាបូកជាមួយនឹង 12e ការ៉េតែអា e ការ៉េវាដក1អញ្ចឹងដកជាមួយនឹង 12ដក2គុណជាមួយនឹង3បានប្រមាណបានដក6ហើយចុងក្រោយគឺដក2គុណជាមួយនឹង 4e បានប្រមាណដក2គុណជាមួយនឹង 4e គឺបានដក 8e អូនស៊ីសងបានអីគេអូនស៊ីសងគឺបាន 9e ដក 8e សល់ e ហើយដក 12ណាដក 12ដកឲ្យនឹង6បានដក10ប្រមាណអូនបានដក 18ដក 18បូកជាមួយនឹង e អញ្ចឹងមិនអីទេបងប្អូនគ្នាកន្លែងហ្នឹងអាចទន់បងនិយាយបានបងប្អូនគ្នាកន្លែងហ្នឹងចុះអូខេហ្នឹងហើយអញ្ចឹងយ៉ាងណាយ៉ាងណីគឺឲ្យទន់បើឆ្ងល់ក៏ស៊ូទៅបងប្អូនគ្នាមិនជាខាតអីទេបើយើងឆ្ងល់យើងស៊ូហ្នឹងតែបើយើងមិនស៊ូមានតែយើងមិនចាស់ហ្នឹងហើយអូខេរឿងទី2ដែលយើងត្រូវអានបន្តទៀតគឺនៅត្រង់កន្លែងណាគឺនៅត្រង់ការរកសិតអងបានៃសិតអងនេះដែលវាជាកំពេចឆ្លាស់បងត្រូវចងចាំថាមើលបងប្អូនគ្នាណាបើបងប្អូនមានសិតអងស្មើជាមួយឬក៏បងប្អូនមានសិតអងនេះស្មើជាមួយនឹង a បូកជាមួយនឹង be នោះអាសិតអងបារបស់វានោះអាកំពេចឆ្លាស់របស់វានឹងគឺគេគឺឆ្លាស់ត្រង់កន្លែងផ្នែកនិមិត្តឆ្លាស់សញ្ញាត្រង់ផ្នែកនិមិត្តអត់មែនតែកន្លែងហ្នឹងអត់មានអីញ៉ៃច្រើនទេណាហ្នឹងហើយអញ្ចឹងឯកភាពទាំងអស់គ្នាអញ្ចឹងអូនឯងដាក់នំអើយស្អីគេនំអើយសិតអងបារបស់យើងនេះស្មើជាមួយនឹងដក 18ហើយដកជាមួយនឹង e មិនមែនមកឆ្លាស់ត្រង់កន្លែងសញ្ញា18ហ្នឹងទេណាអត់មែនទេណាឆ្លាស់ត្រង់កន្លែងផ្នែកនិមិត្តផ្នែក B ហ្នឹងអញ្ចឹងបងអូនដាក់ដូចនេះបន្តិចទៅដូចនេះស្អីគេដូចនេះ
ដូចនេះសិតអងរបស់យើងវាស្មើជាមួយនឹងដក18បូកជាមួយនឹង e ហើយអាសិតអងបារបស់យើងវាស្មើជាមួយនឹងដក18ដកជាមួយនឹង e ចឹងឲ្យមែនតែនទៅគឺយើងត្រូវតែយល់កន្លែងហ្នឹងតើអ្នកគ្នាណាហ្នឹងហើយសូមម្ដងទៀតកន្លែងហ្នឹងគូហុំនឹងខ្វៀកបន្តិចប៉ុណ្ណឹងចុះអូខេឥឡូវយើងទៅចំណុចបន្ទាប់របស់យើងទៀតនៅក្នុងចំណុចបន្ទាប់របស់យើងទៀតហ្នឹងគឺយើងអានតើអ្នកគ្នាគេថាណាសរសេរសិតដឺរបស់យើងនេះស្មើនឹងប៉ុណ្ណេះជាតម្រងត្រីគ្រាន់មាននឹងគណនាប៉ុណ្ណេះចឹងបងមើលតើអ្នកគ្នាអក្សរខគេថាសរសេរស្អីគេសរសេរអូខេសរសេរស្អីគេអូនសរសេររបស់យើងគេសិតអងដឺនេះសិតអងដឺហ្នឹងមិនសិតអងដឺទេណាសរសេរសិតដឺអូខេស្មើជាមួយនឹងសិតអងរបស់យើងនេះបូកជាមួយនឹងប្រមាណបូកជាមួយ19ជាតម្រងត្រីគ្រាន់មានបូកជាមួយនឹង19ជាអីគេជាតម្រងត្រីគ្រាន់មានជាតម្រងត្រីគ្រាន់មានអូខេដល់រឿងយើងត្រូវនិយាយគ្នាទៀតដែរជាតម្រងត្រីគ្រាន់មានអញ្ចឹងយើងមើលសិនពាក្យថាតម្រងត្រីគ្រាន់មានប្រមាណអូនណាបងឯងត្រូវតែសរសេរអាសិតដឺរបស់យើងនេះទៅជាអញ្ចេះទៅជាគេអូនទៅជាយើងមិនចាំបាច់ទៅបកស្រាយនិយាយញ៉ាយច្រើនទេសំខាន់គឺយើងឲ្យយល់ថាអូវាអញ្ចឹងវាស្មើជាមួយនឹងអូខេ a កតាជាមួយនឹងអីគេកតាជាមួយនឹងកុសអាល់ហ្វាណាបូកជាមួយនឹង e sin អាល់ហ្វាអញ្ចឹងនេះឥឡូវបងសុំរំកិលបន្តិចចុះកុំឲ្យវាស៊ី space ពេកណាកន្លែងហ្នឹងគឺវាអញ្ចេះមានថាសិតរបស់យើងនេះវាត្រូវស្មើជាមួយនឹង a កតាជាមួយនឹងអីគេកុសអាល់ហ្វាបូកជាមួយនឹង e sin អាល់ហ្វាមែនថាបងឯងត្រូវតែសេវាឲ្យចេញជាតម្រងអញ្ចឹងបានគេហៅថាវាជាតម្រងត្រីគ្រាន់មានអា e នេះជាស្អីគេ e នេះគឺជា model របស់យើងនេះយើងនឹងទៅលំអិតគ្នានៅពេលវីដេអូក្រោយមួយទៀតហើយអា alpha របស់យើងទាំងពីរត្រូវដាច់ខាតត្រូវតែស្មើគ្នាអញ្ចឹងបងឯងមានសិតដឺស្មើស្អីគេសិតដឺរបស់យើងវាស្មើជាមួយនឹងសិតអងបូកជាមួយនឹង19ហើយសិតដឺស្គាល់ទេអូនសិតអងស្គាល់ទេសិតអងស្គាល់ស្មើនឹងដក18បូកជាមួយនឹង e បូកជាមួយនឹង19ចឹងនៅត្រង់ចំណុចកន្លែងនេះគឺបងឯងស៊ីសងលេខអាផ្នែកពិតបានប្រមាណ19ដក18វានៅសល់1មិនចឹងទេចឹងបូកជាមួយនឹង e នេះមិនយកអាហ្នឹងមកប្រើទេណាមិនយកអាហ្នឹងមកប្រើទេណាអាហ្នឹងគឺសិតអងបាទេគឺយើងយកអាសិតអងរបស់យើងនេះអាបូក e នេះមិនយកដក e មកប្រើទេចឹងมันជាបញ្ហាច្រើនទេកន្លែងហ្នឹងបងគិតថាយើងអាចទន់បានដែលបងនិយាយពាក្យតាក់ទងជាមួយនឹងបញ្ហាហ្នឹងពេលដែលបងដល់កន្លែងនេះបងឯងត្រូវចាំថាតម្រង1បូក e ណាមិនដាច់ខាតត្រូវចាំអញ្ចឹងឯងគាត់ថាយើងត្រូវយល់អញ្ចឹងយើងត្រូវទាញស្អីគេហើយអា e របស់យើងកន្លែងនេះត្រូវតែធំជាង0នេះ e របស់យើងកន្លែងត្រូវធំជាង0ឲ្យចាំផងកន្លែងហ្នឹងតោះណារៀនគណិតយើងមិនមែនត្រូវតែយល់ដាច់ខាតទេព្រោះយើងត្រូវចាំតែណាអាចាំបូកយល់បានវាចេះណាចឹងកន្លែងនេះមួយទៀតអូនឯងអាចទាញរឹស2ជាកតាណាដើម្បីបានវាវិជ្ជមានមិនបានទាញរឹស2ជាកតាយើងនឹងទៅនិយាយគ្នាទៀតរៀនសល់រឹស2លើ2បូកជាមួយនឹងរឹស2ណាបូកជាមួយនឹងក៏យើងអត់ថា e រឹស2លើ2ឃើញទេពេលដែលបងឯងទាញគុណអារឹស2នេះចូលទៅវិញរឹស2គុណរឹស2បានរឹស2ការ៉េចែកជាមួយនឹង2បាន1វិញបានវិញអញ្ចឹងមិនបាននឹកឃើញទាញអញ្ចឹងក្រែងយើងអ្នករៀនក្រែងយើងចេះឆ្នៃឲ្យយល់អញ្ចឹងចុះមិនក៏មិនទាញអីក្រៅពីរឹស2មិនក៏មិនទាញ2ទៅឥឡូវបើអូនឯងទាញ2ពេលហ្នឹងវាមិនបើអូនឯងទាញ2ជាកតាអានេះសល់អីគេអានេះសល់1លើ2អានេះបូកជាមួយនឹង e 1លើ2តើអា1លើ2នេះ1លើ2នេះវាធ្វើឲ្យ alpha របស់យើងនឹងកុសនឹងសឹងកន្លែងដូចគ្នាអត់ដូចគ្នាទេអញ្ចឹងបានគេត្រូវទាញរឹស2ព្រោះសារអារឹស2និងរឹស2កន្លែងហ្នឹងកន្លែង e និងកន្លែងផ្នែកពិតរបស់យើងកន្លែងហ្នឹងគឺមិននេះគឺវាមានតម្លៃមុំរួមវាមានតម្លៃ alpha រួមនេះបានវាដូចគ្នានេះ alpha វិញវាដូចគ្នានេះឲ្យយល់ដឹងលឺកន្លែងហ្នឹងអញ្ចឹងយ៉ាងណាយ៉ាងណីបើមានបញ្ហាទេបងបញ្ជាក់ឲ្យបញ្ជាក់ទៀតថាម៉េចសួរដូចជាមិនអាយញ៉ាយច្រើនទេអូនរឹស2អូនរឹស2កុសប្រហែលអូនរឹស2ចំណុចនេះដោយសារយើងវាមិនតន់ដល់មុំញ៉ាយច្រើនទេអញ្ចឹងរឹស2ប្រហែលអូនរឹស2លើ2ប្រហែលគឺកុសប្រហែលអូនកុសផៃលើ4កុសផៃលើ4ចុះបូកជាមួយនឹងអីគេអូន e sin ប្រហែលអូនស្មើរ2លើ2គឺsin ផៃលើ4អូនឯងឃើញផៃលើ4ដូចគ្នាឃើញអញ្ចឹងកន្លែងហ្នឹងឲ្យយល់នៅក្នុងការរកកុសផៃលើ4 sin ផៃលើ4គឺមានច្រើនរបៀបនៅក្នុងការរកកន្លែងហ្នឹងមិនបានយើងដឹងថាវាមិនបានយើងត្រូវយកកុសផៃលើ4 sin ផៃលើ4កន្លែងហ្នឹងគឺយើងមានក្បួននៃការមើលរបស់យើងអញ្ចឹងរឿងយើងបន្ទាប់ទៀតនោះគឺស្អីគេនៅត្រង់ចំណុចកន្លែងហ្នឹងគឺយើងបានហើយនេះបានតម្រងត្រីកលមានអានេះគឺជាតម្រងត្រីកលមានដែលយើងចង់បាននេះ
អូខេប៉ុន្តែសួរថាសមូហរបស់យើងចប់នៅអូនអត់ទាន់ចប់ទេគេសួររកស្អីទៀតគឺគេសួររកស្អីនេះនៅត្រង់កន្លែងនេះគេសួររកស្អីគេថាគណនាសិតអងសេគុណ4ឲ្យសិតដឺសេគុណ4និងសិតដឺសេគុណ6អញ្ចឹងកន្លែងនេះវាជាអ្វីដែលបងឯងត្រូវផ្សាយចម្លើយនៅក្នុង comment ហើយឬក៏បើធ្វើមិនចេញទេឆាតសួរបងផ្ទាល់ក៏បានបងនឹងសម្រាយជូននៅក្នុងកន្លែងនេះអញ្ចឹងអរគុណច្រើនដល់អ្នកគ្នាអូខេធ្វើកន្លែងនេះមួយណាសិតអងសិតដឺណាសិតដឺស្វ័យគុណ4ស្មើនឹងប្រមាណហើយនឹងសិតដឺស្វ័យគុណ6ស្មើនឹងប្រមាណអរគុណច្រើនដល់អ្នកគ្នាសុខសប្បាយសម្បងល្អណាអរគុណអូន